បាទជារេបាទថ្មយៈអស់ហើយនៅសល់តែថ្មមនុស្សបាទសួស្តីពុកម៉ែបងប្អូនបាទបន្ទាប់ពីចេញលក់14អ៊ីងថ្មយៈបានមកប្រាវឥឡូវហ្នឹងដាច់ស្តុកហើយឥឡូវនេះយើងមកចេញលក់16អ៊ីងប្រភេទមានតេឡេនិងអត់តេឡេក៏ដូចជាពួកពិឈោដែលមានតេឡេបជាហើយនឹងពពួកចាប់អញ្ចាំងបាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមធ្វើការបង្ហាញជូនពុកម៉ែបងប្អូនសង្ខេបខ្លីៗជូនដើម្បីជាព័ត៌មានមុននឹងការសម្រេចចិត្តទិញកង្ហារសូឡាបាទសម្រាប់កង្ហារទាំង2 3ម៉ូដែលនេះគឺជាប្រភេទកង្ហារប្រើសូឡាអាចសាកថ្មជាមួយភ្លើងរត់ក៏បានសាកជាមួយនឹងសូឡាក៏បានឥឡូវនេះយើងចាប់ផ្ដើមពីកង្ហារបញ្ឈរពណ៌សនៅត្មុនបាទគឺប្រភេទបញ្ឈរខ្ពស់ស្លាប16អ៊ីងថ្ម6គ្រាប់បាទទាំងសូឡា3ទឹកកន្លះគុណនឹង4ទឹកប្រើប្រាស់បានពី4ទៅ8ម៉ោងបាទហើយយើងមានថែមជូននៅអំពូលត្បាល់មួយគ្រាប់សម្រាប់បំភ្លឺក៏ដូចជាអំពូលរាត្រីដែលមានភ្ជាប់នៅជាមួយនៅនឹងកង្ហារហ្នឹងតែម្ដងអញ្ចឹងយើងធ្វើការបញ្ជាជូនពុកម៉ែបងប្អូនបាទយើងបង្កើនល្បឿនបាទជារេបាទអញ្ចឹងឥឡូវយើងចូលដល់កង្ហារសូឡាប្រភេទខ្លីម្ដងបាទគឺជាប្រភេទ16ដូចគ្នាក៏ប៉ុន្តែស្លាបដែកថ្មប្រើប្រាស់ថ្មលីជុំដូចគ្នា12គ្រាប់ផ្ទាំងសូឡា3ទឹកកន្លះគុណនឹង4ទឹកកន្លះយើងអាចសាកថ្មជាមួយសូឡាក៏បានសាកជាមួយនឹងភ្លើងរត់ក៏បានដែលភ្ជាប់ជាមួយ adapter ទៅសម្រាប់ប្រភេទខ្លីនេះគឺយើងមាន2ប្រភេទគឺប្រភេទប្រើតេឡេនិងប្រភេទអត់តេឡេបាទថ្មលក្ខណៈសម្បត្តិស្អីគឺដូចគ្នាទាំងអស់អ្វីដែលខុសគ្នាគឺគ្រាន់តែមួយអាចបញ្ជាតេឡេបានមួយអត់អាចបញ្ជាតេឡេបានតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមានជម្រើសសម្រាប់ប្រភេទមានតេឡេនិងប្រភេទអត់តេឡេបាទអញ្ចឹងខ្ញុំសូមធ្វើការបញ្ជាបាទអញ្ចឹងកង្ហារនេះគឺយើងអាចបញ្ជាពីចម្ងាយបានយើងអាចបន្ថែមល្បឿនបន្ថយល្បឿននៅលើតេឡេបានដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនឆ្ងល់ហើយថាខាងឆ្វេងហេតុអីបានមានពណ៌ខៀវបាទពណ៌ហ្នឹងគ្រាន់តែជា sticker ដែលគេបិទពីលើស្លាបទេវាយើងប្រើយកទៅគង់តែបកចោលទេអញ្ចឹងបើថាចង់ពុកម៉ែបងប្អូនបកចោលទៅហើយក៏បានដែរកុំឲ្យនៅលន់សូទៅថ្ងៃក្រោយបាទអញ្ចឹងបើពុកម៉ែបងប្អូនត្រូវការកង្ហារសូឡាអាចតាក់ទងបានបាទយើងមាន3 model នៅក្នុង stock ស្រាប់គឺប្រភេទ16អ៊ីងបញ្ឈរក៏ប៉ុន្តែការប្រើប្រាស់ជាក់ស្ដែងទូទៅគឺប្រភេទខ្លីនេះគឺប្រើប្រាស់បានយូរជាងប្រភេទបញ្ឈរដោយសារថ្មនេះ12គ្រាប់អានោះតែ6គ្រាប់ទេបាទសូមអរគុណ